សាច់ជ្រូក3ជាន់បងប្អូនថ្ងៃនេះខ្ញុំចង់ប្រឡាក់សាច់ជ្រូក3ជាន់ជាមួយនឹងទឹកដោះគោយើងប្រឡាក់អប់ចោលហើយយើងយកមកចៀនយើងអាចញ៉ាំជាមួយនឹងសាឡាត់ស្រួយទៅហើយជាមួយនឹងអំបិលម្រេចទៅគឺឆ្ងាញ់ថ្ងៃនេះសាកធ្វើចឹងញ៉ាំម្ដងលាងវាបានស្អាតចឹងណាបងប្អូនខ្ញុំលាង3ទឹកព្រោះដោយសារតែខ្លាចវាប្រឡាក់វាអីចឹងអញ្ចឹងបងប្អូនសាច់ជ្រូកយើងលាងវាស្អាតហើយយើងដាក់ខ្សោះទឹកឲ្យស្រស់ចឹងទៅណាបងប្អូនណាហើយគ្រឿងផ្សំរបស់ខ្ញុំមានប្រេងខ្យងចាហើយយើងមានប៊ីចេងមានស្ករមានរ៉ូឌីអ្វីសំខាន់ចាដោះគោឆៅបងប្អូនប្រើដោះគោអីក៏បានដែរចឹងណាសាច់ជ្រូកចំណុះប៉ុណ្ណេះខ្ញុំដាក់មកកំប៉ុងហ្មងបងប្អូនតែថាយើងប្រឡាក់ចឹងទៅវាមិនទេវាធ្វើឲ្យសាច់ជ្រូកយើងនឹងសាច់ទុនសាច់មានជាតិសាច់របៀបបែកទឹកដោះគោហ្មងអញ្ចឹងធ្វើឲ្យសាច់ជ្រូកយើងឆ្ងាញ់ទុនល្មួតពេញមាត់តែម្ដងហើយញ៉ាំទៅក៏រសជាតិវាអត់នេះដែរគឺឆ្ងាញ់ដាក់ប្រេងខ្យងប៊ីចេងដាក់2ស្លាបព្រាកូន2ស្លាបព្រាកាហ្វេរ៉ូឌីដាក់3ទៅដាក់4ស្ករសលួចមកជាតិបានព្រោះដោយសារតែនៅក្នុងនោះវាមានទឹកដោះគោវាមានជាតិនេះហើយទឹកដោះគោវាហ្នឹងបងប្អូនពេលដែលយើងចៀនណាបងប្អូនចាក់វាចូលដែរទៅដើម្បីអីវាជាតិនៅក្នុងនឹងវាដំបូងវារៀងមានទឹកចូលច្រើនហើយចាំមើលខ្ញុំពេលខ្ញុំចៀនខ្ញុំឲ្យបងប្អូនមើលវារៀងបែកទឹកចូលតិចប៉ុន្តែពេលបន្ទាប់មកវាស្ងួតមកវិញហើយវាធ្វើឲ្យសាច់ជ្រូកយើងឆ្ងាញ់តែម្ដងទឹកយើងអាឡូកអញ្ចឹងទៅយើងត្រាំចោលទៅដើម្បីវាចូលញ៉ាំមួយបាយស្រូបពេលព្រឹកក៏បានញ៉ាំជាមួយនឹងបាយថ្ងៃត្រង់ក៏បានខ្ចប់ទៅសាលាឲ្យកូនក៏បានគឺវាឆ្ងាញ់វាទុនល្មួតសាច់ជ្រូកបងប្អូនខ្លះគាត់ដឹងហើយចាបងប្អូនខ្លះក៏គាត់មិនទាន់បានដឹងអញ្ចឹងខ្ញុំប្រាប់ចែកម្លែកទៅបងប្អូនខ្លះដែលគាត់មិនទាន់បានដឹងអញ្ចឹងណាអានេះមិនមានអីទេមិនមែនតាំងខ្លួននាមឯងជាអ្នកចេះដឹងទេគាត់ថាអីដែលយើងត្រូវចែកម្លែកគ្នាបានយើងក៏ចែកម្លែកគ្នាទៅមិនចេះហើយទៅក៏យើងនេះសាច់ចាប់ផ្ដើមឡើងទុនបាត់ហ្នឹងបងប្អូនអត់សូវចូលចិត្តខ្លាញ់បងប្អូនយកសាច់សុទ្ធក៏មកប្រឡាក់ក៏ឆ្ងាញ់ដែរក៏ទុនដូចគ្នាដែរឥឡូវខ្ញុំដាក់ប្រអប់ចោលទៅដល់ម៉ោងយើងចៀនញ៉ាំយើងញ៉ាំទៅគឺឆ្ងាញ់ណាស់បងប្អូនចៀនរួចហើយបងប្អូនហើយសាច់ឡើងទុនល្មើយឆ្ងាញ់ណាស់ហើយមានជាតិតែម្ដងបើបងប្អូនដែលចង់ញ៉ាំបងប្អូនសាកជាមួយរសជាតិត្រាំជាមួយនឹងទឹកដោះគោនឹងចោល1ម៉ោងក៏បានកន្លះញ៉ាំទៅគឺឆ្ងាញ់ហ្មងយើងចង់ដាក់អាំងក៏បានចៀនក៏បានគឺជាតិណាបងប្អូនអើយសាច់វាមានសំណើមចឹងនិយាយថាតាមពិតបងប្អូនចង់អាំងក៏បានចៀនក៏បានដូចខ្ញុំក៏បានចឹងណាហើយយើងដាក់បន្លែផ្ទាប់តិចមកមានប្រសក់មានសាឡាត់ចឹងទៅហើយគាត់ជួនបងប្អូនគាត់ឲ្យស្លត្នោតទៀតនេះស្លស្លឹកស្លត្នោតជាមួយស្លឹកជ្រេះអូឆ្ងាញ់ណាស់នេះបងប្អូនបានពីរមុខជាមួយជាតិតែហ្មងបងប្អូនណាពេលយើងដាក់ស្លាត់ស្រួយខ្លះសេត្រជាក់ចឹងមកហើយយើងចាប់ដាក់ម្ដងមួយហ្នឹងហើយបងប្អូនអញ្ជើញភាសាទាំងអស់គ្នាមកហើយដាក់ថែមប្រសក់មួយដុំទៀតមកចាហើយដាក់ទឹកត្រីបើមិនទៅយើងធ្វើខ្លួនឯងទៅដាក់ម្ទេសតាមការគួរចឹងណាអញ្ចឹងមកដែរណាជាតិតែម្ដងអានេះណាស្លបងអូនគេឲ្យចាស្លកកូផ្លែត្នោតជាមួយស្លឹកជ្រេះកែឆ្ងាញ់ណាស់បងប្អូនអើយ